ក្រសួងការងារជូនដំណឹងស្ដីពីការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរករណីមិនទទួលបានការឈប់សម្រាកដោយមានប្រាក់ឈ្នួលត្រឹមត្រូវសូមផ្ដល់ព័ត៌មានតាមរយៈលេខ2ខ្សែនេះនៅព្រឹកថ្ងៃទី27ខែមីនាឆ្នាំ2025នេះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្ដីពីការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះតាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងបានជម្រាបជូនដល់ម្ចាស់ឬនាយកសហគ្រាសគ្រឹះស្ថានដែលស្ថិតនៅក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឲ្យបានជ្រាបថាយោងតាមច្បាប់ស្តីពីការងារនិងប្រកាសលេខ21824កបប្រកអថកចុះថ្ងៃទី9ខែតុលាឆ្នាំ2024ស្តីពីការឈប់សម្រាកថ្ងៃបុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ2025សូមម្ចាស់ឬនាយកសហគ្រាសគ្រឹះស្ថានអនុញ្ញាតឲ្យកម្មករនិយោជិតរបស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2568គ្រិស្តសករាជ2025ខាងមុខនេះរយៈពេល3ថ្ងៃគឺថ្ងៃទី14ទី15ទី16ខែមេសាឆ្នាំ2025នឹងត្រូវសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួលខែមេសាដែលកម្មករនិយោជិតត្រូវទទួលបានលើកទី1ឲ្យបានមុនថ្ងៃឈប់សម្រាកនេះក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសម័យនិងនិយោជកឬមានចែងក្នុងប័ណ្ណបញ្ជាផ្ទៃក្នុងរបស់សហគ្រាសគ្រឹះស្ថានដែលត្រូវបានចុះទិដ្ឋាការដោយអធិការការងារឬអនុសញ្ញារួមដែលត្រូវបានចុះបញ្ជីនៅក្រសួងការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀតដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសលេខខាងលើក្រសួងបានបន្តថាចំពោះសហគ្រាសគ្រឹះស្ថានទាំងឡាយណាដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកលត្រូវប្រព្រឹត្តទៅជាប្រចាំនិងមិនអាចបញ្ឈប់សកម្មភាពបានហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេលតែមួយនាំឲ្យខូចប្រយោជន៍ដល់សាធារណជនឬក៏ធ្វើឲ្យខូចដំណើរការរបស់សហគ្រាសគ្រឹះស្ថានម្ចាស់ឬនាយកសហគ្រាសគ្រឹះស្ថានត្រូវរៀបចំបែងចែកឲ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃឈប់សម្រាកបុណ្យដោយផ្លាស់ប្ដូរវេនគ្នាប្រសិនបើការផ្លាស់ប្ដូរវេនគ្នានេះមិនអាចគ្រប់គ្រងដល់ដំណើរការអាជីវកម្មរបស់សហគ្រាសគ្រឹះស្ថានម្ចាស់ឬនាយកសហគ្រាសគ្រឹះស្ថាននិងតំណាងកម្មករនិយោជិតអាចពិភាក្សានិងព្រមព្រៀងគ្នាឲ្យកម្មករនិយោជិតទាំងអស់នៅធ្វើការនៅថ្ងៃឈប់សម្រាកបុណ្យនេះដោយត្រូវរៀបចំឲ្យមានការឈប់សម្រាកជំនួសនៅពេលណាមួយផ្សេងទៀតបានម្ចាស់ឬនាយកសហគ្រាសគ្រឹះស្ថានត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលត្រូវផ្លាស់ប្ដូរគ្នាឈប់សម្រាកតាមការបរិច្ឆេទនីមួយៗខាងលើនិងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានគូបញ្ជាក់បន្ថែមថាក្នុងករណីដែលកម្មករនិយោជិតមិនទទួលបានការឈប់សម្រាកដោយមានប្រាក់ឈ្នួលត្រឹមត្រូវសូមផ្ដល់ព័ត៌មានមកក្រសួងតាមរយៈប្រព័ន្ធទាន់ហេតុការណ៍លេខ1297និង1286ឬតាមរយៈប្រអប់បណ្ដឹងអនាមិកដើម្បីក្រសួងចាត់វិធានការតាមច្បាប់ជាធរមានក្រសួងសង្ឃឹមយ៉ាងមុតមាំថាម្ចាស់ឬនាយកសហគ្រាសគ្រឹះស្ថាននិងកម្មករនិយោជិតទាំងអស់ចូលរួមអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់